តើអ្នកដឹងទេថាសត្វស្លាបមួយប្រភេទនេះអាចហោះខ្ពស់រហូតដល់ 10000 feet ដោយមិនបក់ស្លាបសោះហើយវាមិនដែលស៊ីសាកសពទេទោះបីជាកំពុងឃ្លានយ៉ាងណាក៏ដោយសត្វនោះគឺជាឥន្ទ្រីស្ដេចនៃមេឃឥន្ទ្រីគឺជាសត្វស្លាបដែលមានលក្ខណៈពិសេសនិងឥទ្ធិពលខុសពីសត្វស្លាបដទៃទៀតដោយសារតែវាអាចផ្ដល់មេរៀនដ៏មានតម្លៃជាច្រើនសម្រាប់មនុស្សលោកថ្ងៃនេះខ្ញុំនឹងលើកយក9ទម្លាប់សំខាន់ៗរបស់សត្វឥន្ទ្រីដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានទាំងស្រុងប្រសិនបើអ្នកកំពុងមានអារម្មណ៍ថាជីវិតជាប់គាំងឬកំពុងស្វែងរកការលើកទឹកចិត្តវីដេអូនេះសម្រាប់អ្នកជារឿយៗមានមនុស្សជាច្រើនកំពុងរស់នៅដូចជាសត្វមាន់ធ្វើតែអ្វីដែលធម្មតាខ្លាចហានិភ័យហើយតែងតែពឹងផ្អែកលើអ្នកដទៃមិនហ៊ានប្រឈមមុខនឹងបញ្ហាប៉ុន្តែធម្មជាតិបានបង្រៀនយើងរួចហើយតាមរយៈសត្វមួយប្រភេទនេះថាតើពិតជាអាចរស់នៅដោយក្លាហាននិងខ្លាំងពូកែយ៉ាងណាឥន្ទ្រីមិនមែនកើតមកខ្លាំងទេវារស់នៅទៅតាមទម្លាប់និងគោលការណ៍របស់វាដូចគ្នានឹងមនុស្សយើងដែរភាពជោគជ័យមិនមែនជាឧបទ្ទហេតុទេវាជាទម្លាប់ហើយtrongវីដេអូខ្ញុំនឹងចែករំលែកនូវមេរៀនសំខាន់ដែលនឹងផ្លាស់ប្ដូររបៀបគិតរបស់អ្នករហូតដល់ថ្ងៃចុងក្រោយដូច្នេះសូមមើលរហូតដល់ចប់ព្រោះខ្ញុំធានាថាមេរៀនចុងក្រោយនេះសំខាន់បំផុតកុំភ្លេចចុច Subscribe និង Like ដើម្បីទទួលបានវីដេអូថ្មីបន្តទៀតទម្លាប់ទី1ចូលចិត្តហោះនៅកម្ពស់ខ្ពស់ឥន្ទ្រីមិនដែលហោះជាមួយសត្វស្លាបធម្មតាដូចជាកែកឬសត្វស្លាបតូចៗឡើយវាតែងតែជ្រើសរើសហោះនៅកម្ពស់ខ្ពស់បំផុតជាមួយសត្វដែលមានគុណភាពស្មើគ្នានេះជាមេរៀនដ៏សំខាន់មួយបានប្រាប់យើងថាការដើរម្នាក់ឯងគឺយើងដើរបានលឿននិងកាន់តែស្គាល់ច្បាស់ពីខ្លួនឯងទម្លាប់ទី2ឥន្ទ្រីមិនហោះជាមួយសត្វដទៃឡើយឥន្ទ្រីមិនត្រឹមតែជ្រើសរើសហោះនៅកម្ពស់ខ្ពស់ប៉ុណ្ណោះទេវាថែមទាំងជៀសវាងការហោះជាមួយសត្វស្លាបប្រភេទផ្សេងដូចជាក្អែកក្តាមឬសត្វស្លាបតូចៗទោះបីជាសត្វទាំងនោះព្យាយាមចូលមកជិតឬរំខានក៏ដោយឥន្ទ្រីនឹងមិនចំណាយពេលប្រយុទ្ធឬឆ្លើយតបទេវាគ្រាន់តែហោះឡើងខ្ពស់ជាងទៅវិញនេះជាមេរៀនដ៏សំខាន់មួយកុំចំណាយពេលវេលានិងថាមពលរបស់អ្នកទៅលើមនុស្សដែលមិនស័ក្តិសមនឹងកម្រិតរបស់អ្នកជនជោគជ័យមិនចំណាយពេលឆ្លោះប្រកែកឬបញ្ចុះខ្លួនចុះមកកម្រិតទាបជាមួយអ្នករិះគន់ឬអ្នកដែលមានថាមពលអវិជ្ជមាននោះទេពួកគេគ្រាន់តែឈានឲ្យហោះខ្ពស់ជាងបញ្ហានោះទៅវិញទម្លាប់ទី3មានចក្ខុវិស័យវែងឆ្ងាយភ្នែករបស់ឥន្ទ្រីអាចមើលឃើញចម្ងាយរហូតដល់3គីឡូម៉ែត្រវាមិនដែលបាត់បង់ការផ្ដោតលើគោលដៅឡើយថ្មីត្បិតតែមានឧបសគ្គច្រើនប៉ុណ្ណាក៏ដោយក្នុងជីវិតរបស់យើងតែងតែត្រូវបានរំខានដោយរឿងតូចតាចដែលធ្វើឲ្យយើងភ្លេចនៅគោលដៅធំៗចូលកំណត់ចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតហើយកុំបណ្ដោយឲ្យបញ្ហារវាងផ្លូវធ្វើឲ្យអ្នកបាត់បង់ទិសដៅទម្លាប់ទី4ហោះចូលទៅក្នុងព្យុះនេះជាចំណុចគួរឲ្យភ្ញាក់ផ្អើលបំផុតពេលព្យុះកាន់តែខ្លាំងសត្វស្លាបផ្សេងទៀតគេចខ្លួនប៉ុន្តែឥន្ទ្រីវិញហោះចូលទៅក្នុងវាហេតុអ្វីព្រោះខ្យល់ខ្លាំងនៃព្យុះជួយរុញឲ្យវាហោះខ្ពស់ជាងមុននេះជាទស្សនវិជ្ជាដ៏ខ្លាំងក្លាបញ្ហានិងឧបសគ្គមិនមែនជាសត្រូវទេវាជាកម្លាំងជំរុញជនជោគជ័យជាច្រើនបានក្លាយជាអ្នកខ្លាំងតាមរយៈការឆ្លងកាត់ព្យុះនៃជីវិតមិនមែនតាមរយៈការគេចវេះនោះទេទម្លាប់ទី5បត់បាញ់អាហារដោយខ្លួនឯងឥន្ទ្រីមិនដែលស៊ីសាកសពឬអាហារដែលសត្វដទៃបានសម្លាប់ទុកឡើយវាតែងតែបបបាញ់អាហារស្រស់ដោយកម្លាំងខ្លួនឯងនេះជាមេរៀនអំពីការទទួលខុសត្រូវលើខ្លួនឯងកុំរងចាំឱកាសពីអ្នកដទៃឬពឹងផ្អែកលើអ្វីដែលគេនៅសល់ឲ្យចូលបង្កើតវាសនារបស់អ្នកដោយកម្លាំងនិងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនទម្លាប់ទី6ចេញពី comfort zone ម្ដាយឥន្ទ្រីមានវិធីបណ្ដុះបណ្ដាលកូនរបស់វាយ៉ាងតឹងរឹងវារើសផ្សិតនិងស្មៅដែលទន់ចេញពីសម្បុកធ្វើឲ្យសម្បុកកាន់តែមិនស្រួលរហូតដល់កូនឥន្ទ្រីត្រូវចាំបាច់ហោះចេញជីវិតយើងក៏ដូចគ្នាប្រសិនបើអ្នកមិនចេញពី comfort zone អ្នកនឹងមិនដែលរីកចម្រើនឡើយទម្លាប់ទី7ស្ដារខ្លួនឡើងវិញនៅពេលចាំបាច់នៅអាយុ40ឆ្នាំជីវិតឥន្ទ្រីមកដល់ចំណុចសំខាន់មួយចង្កូមនិងក្រចករបស់វាកាន់តែកោងនិងចាស់ធ្វើឲ្យវាបរបាញ់អាហារកម្រនិងជោគជ័យដូច្នេះវាឡើងទៅលើភ្នំខ្ពស់ហើយចាប់ផ្ដើមកិច្ចការដ៏ឈឺចាប់មួយចាត់ចង្កូមចាស់ចោលរងចាំចង្កូមថ្មីដុះបន្ទាប់មកទាញក្រចកចាស់ចេញម្ដងមួយដំណើរការទាំងមូលចំណាយពេលរហូតដល់150ថ្ងៃមេរៀនដែលសំខាន់ជួនកាលយើងត្រូវលះបង់អ្វីដែលធ្លាប់ស្វាំដើម្បីចាប់ផ្ដើមជីវិតថ្មីការផ្លាស់ប្ដូរអាចឈឺចាប់ប៉ុន្តែវាចាំបាច់សម្រាប់ការរស់រានពីរយៈពេលវែងទម្លាប់ទី8ហោះដោយស្ងាត់ស្ងៀមនិងឆ្លាតវៃខុសពីសត្វស្លាបផ្សេងទៀតដែលបក់ស្លាប់ញឹកញាប់ឥន្ទ្រីប្រើខ្យល់ក្តៅពីដីដើម្បីហោះឡើងខ្ពស់ដោយស្ទើរតែមិនប្រើកម្លាំងសោះនេះជាមេរៀនចុងក្រោយប៉ុន្តែសំខាន់បំផុតភាពជោគជ័យមិនមែនមកពីការធ្វើការឲ្យខ្លាំងបំផុតទេតែជាការធ្វើការឲ្យឆ្លាតវៃបំផុតរៀនប្រើប្រាស់ធនធានឱកាសនិងចំណេះដឹងជុំវិញខ្លួនអ្នកដើម្បីឈានទៅមុខដោយសន្សំកម្លាំងទម្លាប់ទី9ត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលនិងអភិវឌ្ឍសមត្ថភាពសត្វឥន្ទ្រីមិនដែលទុំនៅលើដើមឈើដដែលទេចាប់តាំងពីវាចេញពីស្រុកវាហាត់ហោះហាត់បរបាញ់និងហាត់ប្រើប្រាស់ខ្យល់ជានិច្ចដើម្បីអភិវឌ្ឍជំនាញរបស់វាកាន់តែប្រសើរឡើងសូម្បីតែពេលដែលវាក្លាយជាឥន្ទ្រីពេញវ័យនិងខ្លាំងពូកែហើយក៏ដោយវានៅតែបន្តហាត់និងកែលម្អខ្លួនឯងជានិច្ចនេះជាមេរៀនដ៏សំខាន់មួយការរៀនសូត្រនិងការអភិវឌ្ឍខ្លួនឯងមិនមែនចប់នៅចំណុចណាមួយឡើយវាជាដំណើរការមួយដែលមិនចេះឈប់ជនជោគជ័យតែងតែស្វែងរកចំណេះដឹងថ្មីៗបណ្ដុះបណ្ដាលជំនាញនិងកែលម្អខ្លួនឯងជានិច្ចទោះបីជាពួកគេបានសម្រេចគោលដៅរួចហើយក៏ដោយ
ព្រោះពួកគេដឹងថាពិភពលោកផ្លាស់ប្ដូរជានិច្ចហើយអ្នកណាដែលឈប់រៀនសូត្រនឹងជាប់គាំងនៅកន្លែងចាស់សរុបសេចក្តីមកដូចនេះនេះជា7ទម្លាប់របស់សត្វឥន្ទ្រីដែលមនុស្សគ្រប់គ្នាគួររៀនតាមជ្រើសរើសនៅកន្លែងដែលខ្ពស់មានចក្ខុវិស័យវែងឆ្ងាយប្រែក្លាយឧបសគ្គទៅជាកម្លាំងមានទទួលខុសត្រូវលើខ្លួនឯងចាក់ចេញពី comfort zone ហ៊ានលះបង់ដើម្បីចាប់ផ្ដើមថ្មីធ្វើការឲ្យឆ្លាតវៃមិនមែនហត់នឿយ work smart not work hard ចូលចងចាំថាភាពជោគជ័យមិនមែនកើតឡើងក្នុងមួយយប់ទេវាកើតចេញពីជំរើសនិងទម្លាប់ដែលយើងធ្វើរាល់ថ្ងៃសំណួរសម្រាប់អ្នកគឺតើថ្ងៃនេះអ្នកនឹងជ្រើសរើសរស់នៅដូចមាន់ឬហោះដូចឥន្ទ្រីសូមសរសេរនៅក្នុងប្រអប់ comment ថាតើទម្លាប់មួយណាដែលអ្នកនឹងចាប់ផ្ដើមអនុវត្តថ្ងៃនេះកុំភ្លេច like subscribe និង share វីដេអូនេះទៅកាន់អ្នកដែលត្រូវការការលើកទឹកចិត្តនេះជួបគ្នាថ្ងៃក្រោយ